សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងមានវីដេអូមួយទៀតសម្រាប់បង្ហាញបងប្អូននិងចែកម្លែកបងប្អូនទាំងអស់គ្នាបានយល់ឲ្យបានដឹងជាពិសេសអ្នកដែលចូលចិត្តបញ្ចូលសលេងបញ្ចូលសលេងរបៀបដើរដំណើរកម្សាន្តបញ្ចូលសលេងរបៀបដែលយើងថតជាคลิปខ្លីៗហើយយើងចង់ពណ៌នាអំពីដែលយើងដើរ trip ឬក៏យើងប្រមូលផលិតផលឬក៏យើងបង្ហាញពីមុខម្ហូបឬក៏យើងបង្ហាញអំពីហាងរបស់យើងទីតាំងរបស់យើងកន្លែងរបស់យើងបើករស់ស៊ីថ្មីអញ្ចឹងឥឡូវកម្មវិធីដែលយើងស្រួល edit ហើយនឹងកាត់តវីដេអូវាជំនួសដោយ CapCut ពីព្រោះកាលណាយើងប្រើ CapCut ក្នុងទូរស័ព្ទដៃយើងគឺវាមានពាណិជ្ជកម្មឥឡូវនេះបងធំរបស់យើងដែលតែងតែប្រើប្រាស់នៅលើ PC ដូចជាប្រើលើ computer Adobe Premiere ឥឡូវវាចាប់ផ្ដើម update ចូលក្នុងទូរស័ព្ទដៃរបស់យើងហើយយើងអាច download វាតាម app របស់យើងផងដែរហើយកម្មវិធីនេះផងដែរគឺឥឡូវនេះវាកំពុងតែមាននៅលើ iOS ខ្ញុំបាន test វាហើយកម្មវិធីហ្នឹងគឺវាស្រួលប្រើមែនទែនហើយវា easy វាអាចដាក់ layer ដាក់ track ច្រើនដែលយើងអាច add វាវីដេអូយើងពីក្រោមយើងអាច add រូប add អីអញ្ចឹងវាងាយស្រួលមែនទែនអញ្ចឹងវីដេអូនេះគឺខ្ញុំសម្រាប់អ្នកដែលចេះតិចៗណាអ្នកដែលអត់ចេះគឺគាត់ស្ដាប់ទៅគឺវល់មែនទែនគឺអត់យល់សេចក្តីទាំងអស់អញ្ចឹងគឺសម្រាប់អ្នកដែលចូលចិត្តកាត់វីដេអូនឹងគាត់នឹងយល់អូខេឥឡូវខ្ញុំនឹងតេស្តបងប្អូនមើលអូខេបងប្អូនឥឡូវយើងចូលមកទូរស័ព្ទដៃយើងហើយបងប្អូនចូល download Adobe Premiere យើងមកបាទចូល App Store ទៅហើយយើងវាយAdobe Premiere បាទ sorry យើង search ប៊ូតុងវិញយើងដាក់ Adobe Premiere មកនៅឃើញនៅលើគេណា Adobe Premiere ចុចវាទៅហើយតើមកបងប្អូនយកពាក្យនេះ Adobe Premiere អញ្ចឹងខ្ញុំ download រួចហើយអញ្ចឹងនេះវាធ្វើការ update អញ្ចឹងខ្ញុំអត់ update វាទេពីព្រោះយើង down វាយើង update វាខ្លាចវារៀងយូរអីណាអញ្ចឹងខ្ញុំនឹងបើកវាមើលសារខ្ញុំនឹងបើកវាណាខ្ញុំនឹងប្រើវាខ្ញុំបើកវាអូខេឥឡូវយើងចាប់ផ្ដើមប្រើវាទៅនេះ Adobe Premiere ចុចវាមកបាទហើយយើងបើកមកគឺកម្មវិធីវាដំបូងគឺចេញអញ្ចឹងហើយបាទវាចេញអញ្ចឹងឥឡូវយើងនឹង add វីដេអូយើងចូលខ្ញុំចង់កាត់វីដេអូមួយបងប្អូនចុច new library នេះបាទចាំឲ្យវា focus ទៀតណា zoom ចិត្តតិចអូខេ new library នេះយើងចុចដល់ហ្នឹងតែមកយើងយកវីដេអូមកដែលវីដេអូយើងចង់កាត់ណាអញ្ចឹងខ្ញុំ select រកទៅវីដេអូបាទណាខ្ញុំអត់យកអីទេអូខេខ្ញុំមើលវីដេអូចំណីអាហារនេះអញ្ចឹងយើងរកក្បាលកតុយណាវីដេអូដែលយើងចង់កាត់យើងរកដាក់ថ្មីយើងមើលទៅស្ទនោសមអញ្ចឹងខ្ញុំចង់កាត់ពីមហោមិនណយចឹងយើងកាត់វាមកបាទជា select មកតាមនឹងមកហើយដែលយើងចង់ដាក់ចឹងបាទយើងកាត់វីដេអូអ្វីដែលយើងចង់ថតយើងដាក់វាចឹងតោះមកយើង add វាមកនិចវានោះចុចនិចណាវានឹង generate ទៅបាទអូខេឥឡូវយើងបានចូលក្នុងកម្មវិធី Adobe យើងហើយអញ្ចឹងវា pre zoom អីគឺយើងប្រើអញ្ចឹងដៃយើងទាញ zoom ជុំឡើងហើយយើងតម្រាំវាទៅបើយើងស្រឡាញ់ថាត្រឹមណាយើង play អីបាទហើយសលេងវាគឺបើយើងយកសលេង Cinevable អញ្ចឹងបងប្អូនចុចលើ track សលេងហ្នឹងទៅហើយយើងអូសមក line volume ចុច line volume ហើយបិទវាទៅអានេះកន្លែង select ទាំងអស់យើងអូសវាចេះមកបាទបិទវានេះបើក volume ហើយយើងបិទវិញយើងចុច select all នេះកន្លែងនេះអាកន្លែងគ្រីសហ្នឹងយើងចុចគ្រីសវាទៅហ្នឹងគឺវា move ទាំងអស់គឺអត់មានសលេងរំខានទៀតទេតមកទៀតយើងចង់ cut វាឬតម្រឹមវាអ្វីដែលបងប្អូនចង់មើលទៅវីដេអូយើងអូសទៅមើលកន្លែងណាយើងចង់យកត្រឹមណាស្អាតអានេះវាកលែង2ដងខ្ញុំយកត្រឹមនេះថាត្រឹមនេះទៅយើង slit វានេះបងប្អូនរូបកត្រៃហ្នឹងចុច slit វាទៅបាទ slit ហើយយើងលុបវាចោលតែយើងអត់ចូលហ្នឹងបាទតោះមកយើងអូសមើលទៀតមើលកន្លែងណាវានេះយើង slit វាចោលទៅនឹងទៀតមកហើយយើង select លើ track ដែលយើងលុបចេញយើង delete វាបាទតែប៉ុណ្្នឹងមកវារួចជាការស្រេចហើយតោះមកយើងមើលទៀតកន្លែងមុខតំណចូលមក version ជាមានកន្លែងណាអត់ស្អាតយើង delete វាអញ្ចឹងការថតបើយើងថតព្រឹកព្រានយកសូវខាត់វាច្រើនដែរអញ្ចឹងខ្ញុំបវល់មើលបន្តិចកន្លែងនេះវល់រៀងខ្លាំងពេកត្រឹមនេះបាទ slip វាចោលអញ្ចឹងយើង delete ដែលយើងកាត់ចោលហ្នឹងទៅចូលមកត្រឹមនេះវារៀងយូរតិច
យើង select ដល់នេះមួយទៀតចឹងកន្លែងណាយើង select យើងកាត់វាយើងលុបវាទៅកុំឲ្យច្រឡំចឹងយើងមើលទៅវារៀងតំណងស្អាតចាំយើងយកចឹងអានេះខ្ញុំអត់យកទេវីដេអូនេះវាហើយយើងមើលទៅបាទហ្នឹងហើយតាមមកកន្លែងនេះក៏ចូលដែរលុបចោលទៀត yes យើងអមប្រាវយ៉ាងមកវាវិលចោលវិលឡើងមកដល់កន្លែងទៅកន្លែងណាយើងត្រូវកាត់យើងត្រូវមើលខ្លួនឯងវីដេអូខ្លួនឯងវាអត់មានដូចវីដេអូដែលខ្ញុំថតទេយើងថតមិនយើងធ្វើខ្លួនឯងអញ្ចឹងយេចឹងបងប្អូនសេរីមើលទៅបាទមើលទៅអញ្ចេះមើលទៅវាអត់ស្អាតកន្លែងណាអត់ស្អាតជាងតំណងវាយើងអូសមើលហើយស្លីតវាកន្លែងស្លីតវាទៀតមកអូខេឥឡូវយើងถ่ายតែប៉ុណ្ណេះទៅល្មមមកអូខេឥឡូវយើងចាប់ផ្ដើមបញ្ចូលសលេងទៅយើង delete វាទៅវាបញ្ចូលសលេងគឺស្រួលមែនតើហើយឬក៏យើងចង់បានអក្សរបានអីយើងក៏ចុច track វាទៅបាទបងប្អូនយើងនិយាយអំពីអ្នក text នៅលើនេះស្រេចយើងចង់ដាក់ text ដាក់អីជិះទៅអ្នកដែលធ្លាប់កាត់ CapCut គាត់យល់ច្រើនបើថាអ្នកអត់ធ្លាប់កាត់ CapCut ក៏អត់ដឹងទេអ្នកថ្មីគឺមើលវល់ហើយអញ្ចឹងតើអ្នកចេះកាត់វីដេអូដែរគាត់ចេះប្រើ CapCut គាត់យល់អញ្ចឹងកន្លែង add music អញ្ចឹងយើងមាន play យើង add play យើងមកបើតាមមាន play យើង add play ទៅឥឡូវខ្ញុំចូលទៅ add play របស់ខ្ញុំដូចថាខ្ញុំមាន play អញ្ចឹងខ្ញុំ add play sound track ក៏មាន sound effect អញ្ចឹងក៏មានsound ចេញពីវីដេអូអញ្ចឹងក៏មានដែរនេះ sound ចេញវីដេអូយើងចង់បានចម្រៀងពីវីដេអូមួយណាយើងយកទៅហ្នឹងបាន sound ពីហ្នឹងហើយអញ្ចឹងយើងមាន sound មួយទៀត sound ក្នុងនេះយើង file របស់យើងបានដែរនេះបាទយើងចុច file មកយើងបើក raw sound របស់យើងមកវា sound ដែលយើងធ្លាប់ download ដល់អីចឹងណាអញ្ចឹងអានេះខ្ញុំមាន sound មួយដែរដែលខ្ញុំធ្លាប់ download អញ្ចឹងខ្ញុំអត់ស្ដាប់ទេអាហ្នឹងយកអត់យកទេអញ្ចឹងនិយាយទៅភាគច្រើនបើយើងចង់ overvoice យើងកុំសូវដាក់ play ពេកខ្លាចថ្លង់អានេះក៏ខ្ញុំប្រាប់ទ្រឹងពីយើង add play អានេះ play ក្នុង iPhone របស់យើង music របស់យើងបើយើងមាន play ក្នុង music យើងអាច add មកបានដែរអញ្ចឹងវាស្រួលមែនតើហើយនឹង play នេះ extract នេះក៏ easy ដែរក្នុង photo យើងពេលខ្លះយើងថតវីដេអូទៅមាន play ក្នុងដែរចម្រៀងយើង download ពី YouTube អីហ្នឹងអូខេអាហ្នឹងបានដូចគ្នាសិន effect អានេះយើងប្រើ overvoice អ្នក overvoice គឺកន្លែងបញ្ចូលសំឡេងបងប្អូនយើងបញ្ចូលសំឡេងកាមេរ៉ាសូវចង់ណែនបាទយើងបញ្ចូលសំឡេងយើងប្រើ overvoice យើងចុចអាហ្នឹងឃើញវារត់ពេលក្រង់ប្រេកង់សំឡេងយើងអត់អញ្ចឹងយើងបញ្ចូលសំឡេងក៏យើងចុច touch លើវាហ្នឹងមកខ្ញុំចង់បញ្ចូលសំឡេងកន្លែងនេះវាលោក1 2 3អូខេសួស្តីអ្នកទាំងអស់គ្នាឥឡូវនេះខ្ញុំនឹងបង្ហាញទីតាំងមួយដល់បងប្អូនទាំងអស់គ្នាដែលនិយមពិសាគ្រឿងក្លែមម្ហូបបាត់ដំបងឥឡូវនេះផ្ទះបាត់ដំបងយើងបានលើកមកទីតាំងនៅផ្នែកយើងខុសអញ្ចឹងយើង stop វាសិនយើងស្ដាប់សាមវាពេលយើងបញ្ចូលសលេងវាមិនអាចត្រូវទាំងអស់ហើយបាទអូខេសួស្តីអ្នកទាំងអស់គ្នាឥឡូវនេះខ្ញុំនឹងបង្ហាញទីតាំងមួយដល់បងប្អូនទាំងអស់គ្នាដែលនិយមពិសាគ្រឿងក្លែមម្ហូបបាត់ដំបងឥឡូវនេះផ្ទះបាត់ដំបងយើងបានលើកអាហ្នឹងវាខុសហើយហ្នឹងយើង slide វាចោលមើលតែកន្លែងណា slide ចោលទីតាំងនៅផ្នែកយើង slide វាចោលមកកន្លែងហ្នឹងយើងកាត់វាហ្នឹងមានថាយើងកាត់វាហើយយើងនឹងថតសាមីម្ដងទៀតបាទហើយយើង overvoice ម្ដងទៀតយើងចុចលើ track សលេងទៅដាក់ស្មើតមកយក music ដាក់នេះមក overvoice ទៀតមកហើយយើងចាំបញ្ចូលគឺបានបដូរទីតាំងមកខាងផ្នែកសៀមរាបសៀមរាបទៀតខុសបាទខុសយើងលុបចោលទៀតនិយាយថារឿងបញ្ចូលសលេងហ្នឹងតើឡាយស្ងាត់តិចជាងធ្វើបានអានេះខ្ញុំធ្វើវីដេអូទូទៅឲ្យបងប្អូនមើលអញ្ចឹងយើងម្ដងទៀតខ្ញុំដាក់អញ្ចឹងបាទបានហោះមកដល់ទីក្រុងកំពង់សោមយើងហើយបាទនៅជាប់ផ្លូវកែងខាងអូត្រេសបងប្អូនមកពីខាងកំពង់សោមឬក៏ខាងភ្នំពេញអីបាទឃ្លានញ៉ាំមហាបាត់ដំបងគ្រឿងក្លែមបាត់ដំបងអាចអញ្ជើញមកពិសាបានគឺមានទីតាំងនៅជិតឆ្នេរអូត្រេសយើងហ្នឹងគឺកែងផ្លូវកែងចតសន្តាគារស្អីគេទេអត់ចាំឈ្មោះទេបាទនេះហើយគឺជាមុខម្ហូបរបស់គ្រឿងក្លែមរបស់អ្នកបាត់ដំបងរបស់យើងបាទនេះគឺមានមឹកអាំងដូចគ្នាគ្រឿងសមុទ្រក៏មានដែរប៉ុន្តែអ្វីដែលផ្ដោតសំខាន់គឺម្ហូបអ្នកបាត់ដំបងគឺគ្រឿងក្លែមមានឡាបមានទាំងសាច់គោអាំងទឹកប្រហុកអញ្ចឹងវាមានច្រើនមែនទែនបងប្អូននេះគឺសំបែ style ផ្ទះ style អីក៏យើងធ្វើបែបស្រុករបស់យើងដែរបាទនៅផ្ទះបាត់ដំបងអញ្ចឹងអ្នក
កំពុងសាមចង់ពិសាមហូបអ្នកបាត់ដំបងអីបាទអញ្ជើញមកផ្ទះរិស័យខេត្តបាត់ដំបងហ្នឹងទៅបាទនោះមានឈ្មោះឲ្យស្រេចបាទហើយនេះគឺជាវីដេអូដែលខ្ញុំធ្វើដើម្បីបង្ហាញទេខ្ញុំអត់តន់យកធ្វើជាការទេអូខេប៉ុណ្ណឹងបានខ្ញុំថាប៉ុណ្ណឹងជាល្អហើយខ្ញុំ stop វាទៅហើយយើងមកស្ដាប់របស់យើងវិញបញ្ចូលសំឡេងវិញបាទបានហោះមកដល់ក្រុងកំពង់សាមវិញហើយបាទនៅជាប់ផ្លូវកែងខាងបងប្អូនមកពីខាងកំពង់សាមអញ្ចឹងរឿងបញ្ចូលសំឡេងអានេះគឺវាស្រួលមែនទែននិយាយទៅវាស្រួលមែនទែនយើងបញ្ចូលសំឡេងតាមនេះណាស្រួលមែនទែនបងប្អូនខ្ញុំប្រើវាទៅដូចស្រួលហើយវាអត់មានញ៉ៃញ៉ៃទេអញ្ចឹងយើងធ្វើខ្លីខ្ញុំសាក render វាចេញខ្ញុំយក render ទៅនេះទេគឺខ្ញុំវីដេអូផ្សេងៗទេខ្ញុំសេរីលុបវាចេញសិនឲ្យកុំឲ្យវាវែងពេកអញ្ចឹងរឿងវីដេអូយើងកាត់ឲ្យយើងគួយកែឆ្នៃខ្លួនឯងទៅបាទហើយខ្ញុំចង់បានតែប៉ុណ្្នឹងទេតោះប៉ុណ្្នឹងមកចង់ add play អីខ្លួនឯងបាទខ្ញុំប្រាប់អីរឿង add play ខ្ញុំវាស្រួលទេនេះកន្លែង music អីហើយចង់ថែមអក្សរមានថាយើងចង់ថែមអក្សរតែនេះហើយយើងនេះកន្លែង text នេះកន្លែង T នេះយើងបូក T មកហើយបងប្អូនចង់ដាក់ caption ដាក់ title យើងចង់ save ពីអីយើងដាក់អក្សរខ្មែរវាដាក់ support ទេមុខមហូបអ្នកបាត់ដំបងមហូបមកចង្ហស្អក្សរខុសចឹងsupport font ខ្មែរយ៉ាងអូខេ good ហ្នឹងហើយឥឡូវវា support font ខ្មែរយើងកន្លែង font នេះយើងសេរីទៅនេះចឹងកន្លែងហ្នឹងយើងនឹងតរោវិធីសាស្ត្រមួយទៀតនេះកន្លែង font style កន្លែងដាក់អក្សរ font style ចេញលេខ font style បងប្អូនត្រូវទៅនេះវាដាក់អក្សរយើងមើលច្រើនយើងឆ្លៃមួយណាអញ្ចឹងយើងរើតាមនឹងទៅអញ្ចឹងខ្ញុំថារោណាថាសំណំតិចអញ្ចឹងអានេះ font style ប៉ុន្តែខ្មែរយើងប្រហែលជាមិនអាចដូរ style បានទេព្រោះ font វាមានច្រើនដូចគេបើអង់គ្លេសអាចលេខបានហើយ color យើងអាចលេខបានពណ៌បាទយើងចង់បានពណ៌អីយើងអាចលេខបានណាហើយយើងពណ៌កូដទៀតបើយើងចេះweb យើងអាចផ្សេងកូដទៅតាមពណ៌ហ្នឹងបានណា layout គឺកន្លែងតរមអក្សរឆ្វេងស្ដាំបាទប៉ុណ្ណឹងវាអត់នេះហើយកន្លែងនេះ text បាទអូខេវាមានតែប៉ុណ្្នឹងទេវាអត់មានអីច្រើនទេអញ្ចឹងយើងដាក់ទៅយើងចង់បានអានឹងវែងឆ្ងាយយើងអូសតាមនឹងទៅវាឡូអញ្ចឹងណាវាឡូចេញត្រាក់ឲ្យយើងដូចក្នុងកុំព្យូទ័រយើងកាត់អញ្ចឹងហ្នឹងអូខេ good អញ្ចឹងហើយឥឡូវយើងរក effect ម្ដងនិយាយថា effect យើងចង់ប្រើតំណនេះក៏យើងคลิกឲ្យកន្លែងតរូបសញ្ញានេះសញ្ញារាងដកនេះឡើងជាប់គ្នានេះយើងចុចតាមហ្នឹងមកវាចេញលោត transition វាមានអីខ្លះមានចាប់ជាហៀងចាប់ឆិត fade មក effect វាអត់មានច្រើនដូច CapCut ទេ CapCut មានច្រើនណាមានតិចទេអូខេអញ្ចឹងវា fade អញ្ចឹងខ្ញុំបើសម្រាប់ខ្ញុំវិញខ្ញុំលេងវីដេអូខ្ញុំអត់សូវប្រើ effect ច្រើនទេតែប្រើ effect ច្រើនវាអាចធ្វើយើងវិលមុខបាទហើយអាខ្លះយើងត្រូវប្រើតើយើង film កុនចាំយើងប្រើ effect អូខេឥឡូវប៉ុណ្ណេះហើយខ្ញុំសម្រាប់ថាប៉ុណ្ណឹងហើយយើងនឹង run out វាទៅគេហៅថា export វាទៅនេះកន្លែងសញ្ញាព្រួយឡើងលើនេះកន្លែងព្រួយឡើងលើនេះចុចឡើងហ្នឹងទៅបាទហើយ export វាយើងដាក់ក្នុងអីគេក្នុង photo យើងទៅស្រួលរក allow វាមកហើយវាឲ្យយើងកម្រិតដល់ 4K បងប្អូនឃើញអត់វាអាច support ដល់ 4K rate វារហូតដល់60 frame ហើយអ្នក quality វាអញ្ចឹងខ្ញុំយកទៅត្រឹម HD បានហើយព្រោះវីដេអូខ្ញុំថតតែ HD ទេខ្ញុំអត់មានលទ្ធភាពថតដល់ 4K ទេ 4K វាស៊ី memory ធំពេកអញ្ចឹងយើងធ្វើប៉ុណ្ណឹង export វាមកតើហ្នឹងទៅចាំវាមិនស្ទុះទៅមិននឹងទៅហើយបាទអានេះវាស្រួលត្រង់មួយយ៉ាងថាវាអត់ដល់មានពាណិជ្ជកម្មចូលទេមិនដឹងថាថ្ងៃនឹងមុខឬក៏វាបន្ថែមពាណិជ្ជកម្មមកយើងទៀតក៏មិនដឹងដែរតែវាល្បីដូច CapCut ទៅវាអាចនឹងបន្ថែមពាណិជ្ជកម្មមកយើងអូខេឥឡូវហាយគេឲ្យអត់សតោយើងបានហើយបាទអញ្ចឹងយើង view ក្នុងក្នុង photo របស់យើងនេះដែល export ហើយនៅទីនេះច្បាស់មែនទែនគុណភាពវាអូខេបងប្អូនអរគ្នាឥឡូវខ្ញុំមានវីដេអូតែប៉ុណ្្នឹងទេ
សង្ឃឹមថាបងប្អូននឹងយល់ហើយនឹងអាចធ្វើបានហើយអរគុណសម្រាប់ការទស្សនាហើយនឹងជួយចុច like ហើយ subscribe channel របស់ខ្ញុំផងហើយនឹង follow page ខ្ញុំផងអូខេបាយបាយអរគុណបើចង់ឲ្យខ្ញុំធ្វើវីដេអូផ្សេងទៀតសូម comment ក្នុងក្រោមវីដេអូមកខ្ញុំនឹងបង្ហាញវីដេអូអំពីបច្ចេកវិទ្យាខាងផ្នែកទូរស័ព្ទហើយនឹងខាងកុំព្យូទ័រ